លើសពីទង់ធម្មតាភាពតឹងត្រូវនឹងអំពើល្អនឹងឈ្នះអស់មេសត្រូវម្សិលមិញពេលចុះពិនិត្យមើលផលប៉ះពាល់នៅច្រកអន្តរជាតិអ៊ូស្មាច់ក្រុមអ្នកសង្កេតការអាស៊ានបានលើកទង់ផ្លូវការតែម្ដងពេលកំពុងចុះត្រួតពិនិត្យដែលទង់នេះមានន័យលើសពីទង់សម្គាល់ធម្មតាមួយការលើកទង់នេះមិនได้ធ្វើទេពីមុនតែលើកនេះធ្វើក្នុងន័យថាជាការការពារคล้ายទាហានថៃធ្វើផ្ដេសផ្ដាសដោយកាលពីមុនទៀតចាំបានអត់កាលពីលើកមុនពេល AOT ចុះពិនិត្យមានសម្លេងផ្ទុះខាងថៃដែលជាការរំខានដល់ការងារ AOT លើកនេះបើនៅមានបែបនេះទៀតនោះបង្ហាញថាថៃល្មើនឹងលទ្ធផល GBC ហើយបង្ហាញពីភាពស្របច្បាប់របស់កម្ពុជាមានតែចោលទេដែលខ្លាចប៉ូលីសចាប់យើងត្រឹមត្រូវអត់មានអីខ្លាចទេដោយសារតែ AOT ធម្មតាគ្មានសញ្ញាសម្គាល់រួមពិបាកកត់សម្គាល់ដែរមានបែបនេះទោះព័ត៌មានណាចុះផ្សាយក៏ឃើញការសហការរបស់យើងយ៉ាងច្បាស់ដែរស្វែងរកភាពត្រឹមត្រូវថ្នាក់តំបន់ឈានទៅកាន់អន្តរជាតិថ្មីត្បិតតែមើលមកយឺតនិងមិនមានប្រយោជន៍តែផុសតាំងបានមកពី AOT អាចជួយក្នុងដំណើរការខាងមុខបានពួកគេមកក្នុងនាមជាភ្នែកជាច្រមុះរបស់អាស៊ានដូច្នេះក៏មានន័យតំណាងឲ្យតំបន់អាស៊ានដែរការទូតខ្មែរស្ថិតនៅលើផ្លូវត្រូវមួយដែលគ្រប់យ៉ាងនាំទៅរកការដោះស្រាយដោយសន្តិវិធីកាន់តែមានប្រសិទ្ធភាពនៅពេលខាងមុខ